សុភមង្គលគឺក្តីសប្បាយរីករាយឋិតថេរដែលមិននាំមកនៅវិបដិសារីកុំស្វែងរកក្តីសុខនៅកន្លែងដែលវាបាត់កុំស្កាត់ជួបមង្គលនៅកន្លែងដែលវាមិនកើតកាន់ដៃក្តីសង្ឃឹមហើយបន្តដើរទៅមុខកុំអស់សង្ឃឹមក្រោយថ្ងៃលិចបាត់ទៅពន្លឺផ្កាយនឹងផ្ដើមចែងចាំងពេញលេញជាងគេគឺសេរីភាពនៃការគិតពិបាកសាងជាងគេគឺក្តីគោរពពីអ្នកដទៃចាំបាច់ជាងគេគឺក្តីសង្ឃឹមយើងមិនអាចកំណត់ពេលនិងរបៀបដែលយើងត្រូវស្លាប់ទេតែយើងអាចជ្រើសរើសរបៀបដែលយើងត្រូវរស់យើងម្នាក់មានជីវិតតែមួយគត់ប៉ុន្តែយើងមានពេលមួយជីវិតពេញដើម្បីរើបំរាស់ខ្លួនច្រើនដងចេញពីជីវិតដែលយើងមិនពេញចិត្តពេលវេលាជាគ្រូដ៏ពូកែរបស់មនុស្សលោកប៉ុន្តែទីបំផុតពេលវេលាសម្លាប់ទាំងអស់សិស្សរបស់វាពេលវេលាលាលោតហោះហើរវាទៅយើងនៅវាជាខ្យល់យើងជាខ្លែងវាឆ្លងយើងคลายវាផ្ដាំថាក្នុងជីវិតមួយស្របក់ជួរស់ឲ្យមានន័យទោះជាដួលឬត្រូវគេផ្ដួលក្នុងភក់ច្រំអ្នកត្រូវងើបក្រោកឈរជូតខ្លួនឲ្យស្អាតរួចហើយត្រឡប់ទៅធ្វើការវិញនៅពីក្រោយជោគជ័យខ្ពស់ដូចទួលសម្បូរណាស់គំនរបរាជ័យខ្ពស់ដូចភ្នំជោគជ័យមិនសំអាងលើអ្វីដែលយើងមានទេតែសំអាងលើអ្វីដែលយើងបានคล้ายទៅជាអ្នកខ្សោយឃើញបញ្ហានៅក្នុងឱកាសអ្នកខ្លាំងឃើញឱកាសនៅក្នុងបញ្ហាក្តីបារម្ភខ្លាចបរាជ័យជាឧបសគ្គតែមួយគត់ដែលធ្វើឲ្យសុបិនមិនអាចคล้ายជាការពិតបានរាល់អ្វីៗដែលយើងតែងតែចង់បានស្ថិតនៅក្រោយទ្វារនៃសេចក្តីខ្លាចក្លាហានមិនមែនបានន័យថាអត់ខ្លាចទេក្លាហានគឺជាសមត្ថភាពក្នុងការរំងាប់សេចក្តីខ្លាចអ្វីក៏ដោយដែលបញ្ញាញាណរបស់អ្នកអាចមើលឃើញ
សុទ្ធសឹងជាអ្វីដែលអ្នកអាចសម្រេចបាននៅក្នុងជីវិតក្នុងជំនាញអ្វីក៏ដោយកុំពូកែដូចគេពូកែឲ្យផុតគេផ្ដើមធ្វើអាចចាំបាច់សិនរួចហើយធ្វើអ្វីដែលយើងអាចចុងក្រោយចាំធ្វើឲ្យយើងប្រាថ្នាទីបំផុតយើងនឹងសម្រេចជោគជ័យដោយមិនដឹងខ្លួនបើត្រូវការ6ម៉ោងដើម្បីរំលំឈើមួយដើមធំគូសំលៀងពូថៅ4ម៉ោងរួចហើយកាប់2ម៉ោងកុំនិយាយច្រើនជាងអ្វីដែលខ្លួនដឹងកុំបង្ហាញច្រើនជាងអ្វីដែលខ្លួនមាន